ចឹងអានេះមកបង្ហាញបងប្អូនអំពីការរឹតកម្មសងត្រេខ្នងវាយខ្នងពុតខ្នងតើយើងគួរធ្វើបែបណាដើម្បីឲ្យវាស្អាតឡើងវិញអញ្ចឹងសម្រាប់ជាងរឹតកម្មរបស់ខ្ញុំគឺគ្មានសម្ភារៈទំនើបដូចគេទេគឺថាតួម៉ូតូមួយនឹងកាត់យកមកធ្វើតែម្ដងឯប្រដាប់គាស់ខ្នងគឺខ្ញុំច្នៃខ្លួនឯងដែរឯប្រដាប់រឹតកម្មក៏ខ្ញុំច្នៃខ្លួនឯងដែរគឺយកបដូរមញងឆាបវាមានស្ពឺមកវាមានមុខមានដូចសោសរុបជារួមមកគឺខ្ញុំអត់មានទិញគេតែម្ដងតែសួរថាធ្វើស្អាតដូចគេអត់ធ្វើស្អាតបងប្អូនវាគ្រាន់តែយើងធ្វើយូរជាងគេបន្តិចហ្នឹងតែយើងក៏យករៀងថោកជាងគេដែរព្រោះតែការរឹតកម្មនេះយើងអត់មានចំណាយដើមទុនទេគឺយើងចំណាយតែកម្លាំងនិងពេលវេលាតែប៉ុណ្ណោះអញ្ចឹងហើយយើងមិនទាំងយកលុយគេបានច្រើនខ្ញុំជឿថាបងប្អូនប្រកាសជាដឹងថាភាគច្រើនអត់មានជាងរឹតកម្មទេមិនមែនគេមិនចេះទេបងប្អូនតែការងារនេះវាយូរហើយបានលុយតិចអញ្ចឹងហើយគេថាអត់ចេះតែម្ដងទៅតែបើមកផ្ទះខ្ញុំអត់និយាយរឿងលុយខ្ញុំនិយាយរឿងពេលវេលាមានពេលវេលាខ្ញុំធ្វើអត់បងប្អូនធ្វើកុំប្រញាប់បើប្រញាប់ខ្ញុំអត់ហ៊ានធ្វើទេអញ្ចឹងបងប្អូនគួរតែយល់ហើយអញ្ចឹងក្នុងនេះខ្ញុំធ្វើបើគិតទៅចុះ1ម៉ោងពេញគោះទាញរឹតគោះទាញពុតម្ដងទៅឆ្វេងម្ដងទៅស្ដាំនិយាយពីថាលំបាកណាស់បងប្អូនអើយតម្រុំបានលុយបងប្អូនចាំមើលតែតនេតិចនឹងឆ្នៃអាប់ដាប់រឹតកម្មដូចគេនឹងមួយឆ្នៃឲ្យមានស្តង់ដារអាសាដូចគេអញ្ចឹងនឹងយកមកធ្វើកម្មផ្ទះផងដែរព្រោះអីកម្មផ្ទះដល់ពេលវាបោគឺបាក់ធ្វើណាស់តលតែមានអង្គមដូចគេហើយបងប្អូនមួយយើងតែងតែមកសួររហូតហើយធ្វើម៉េចបើខ្ញុំអត់ចេះមែនអញ្ចឹងបើថាជាងនៅស្រុកស្រែគឺតែខ្វះមុខខ្វះក្រោយតែម្ដងអត់ដូចជាងគេនៅដីផ្សារទេទោះជាគេអត់ចេះក៏ដោយតែគេអាចយកឲ្យគេធ្វើបានព្រោះអីគេនៅជិតគ្នាអាហ្នឹងគេហៅថាប៉ាសេគ្នាហើយខ្ញុំវិញនៅស្រុកស្រែនៅឆ្ងាយពីគេបើតែខ្លួនឯងធ្វើមិនចាញ់ហើយគឺចប់ហើយនៅឆ្ងាយពីជាងកន្លងទៀតគិតទៅបាក់មកចប់តែម្ដងធ្វើម៉េចបើយើងស្រឡាញ់ស្រុកកំណើតហើយអាពេលមុននឹងចេញរកស៊ីហ្នឹងគិតជាមួយប្រពន្ធដែរថាយើងគួរតែបើកពេញឬក៏បើកនៅស្រែវាណាបងប្អូនគិតចុះគាត់ឡើងនៅស្រែដែរព្រោះអីកាលហ្នឹងគិតខ្លាចថាអស់ឡៃផ្ទះជួលខ្លាចគេឡើងឡៃផ្ទះខ្លាចគេលែងជួលឲ្យអញ្ចឹងមិនដាច់មួយអស់អញ្ចឹងមកនៅស្រែទៅមានអីបងប្អូនផ្ទះយើងដីយើងទឹកក៏ខ្លួនយើងអស់តែលុយឡៃភ្លើងបានប៉ុណ្ណាហូបប៉ុណ្ណឹងសំខាន់រកស៊ីដល់មានភាពស្មោះត្រង់មិនកេងចំណេញទៅលើអ្នកដទៃនឹងមួយអញ្ចឹងនិយាយចុះនិយាយឡើងកម្មយើងបានរួចរាល់ហើយមិនបាន100%ទេក៏ប៉ុន្តែក៏បាន97%ដែរគេលេខទៅមើលម្ចាស់គាត់វិញគឺថាលក់តែម្ដងយូរពេកនោះលក់នេះលក់គ្មានអ្នកទិញទេបងប្អូនអើយ